ចាសសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាយើងមកជួបគ្នានៅក្នុងវីដេអូចុងក្រោយគឺជាវីដេអូទី4ប្រចាំខែកក្កដាឬហៅថាខែ7ឬហៅថាខែមុមេចានេះគឺជាវីដេអូទូទៅគឺឆ្នាំទាំង12តែម្ដងដែលខ្ញុំវិភាគមិនផ្ដោតទៅលើបុគ្គលណាម្នាក់ឬមួយក៏ទូខ្លួនបងប្អូនឬមួយក៏ថ្ងៃបងប្អូនកើតទេគឺខ្ញុំវិភាគឆ្នាំបងប្អូនចាជួតឆ្លើយខាថោះរោមសាញ់មីមេវរកាចកលជាមួយនឹងខែ7នេះតែម្ដងហើយជាមួយនឹងធាតុដែលចូលជាមួយនឹងខែ7នេះមកតែម្ដងអញ្ចឹងបងប្អូនក៏អាចចាមើលដឹងមួយផ្នែកនៃជីវិតរបស់យើងផងដែរពេលខ្លះពេលដែលយើងស្ដាប់អ្វីដែលធ្វើឲ្យយើងមានជំនឿមានអារម្មណ៍ថាមានភាពនឹងណមានអារម្មណ៍ថាផ្លូវចិត្តយើងរឹងមាំយើងក៏អាចកែប្រែរឿងរ៉ាវមួយចំនួននៅក្នុងជីវិតរបស់យើងប្រៀបដូចជាច្បាប់ស្រូបទាញអញ្ចឹងណាពួកគាត់សម័យទៅតាមអារម្មណ៍ដែលគាត់ចង់បានដែលគាត់ប្រាថ្នាហើយគាត់អត់ដឹងថាវាមកនៅពេលណាទេប៉ុន្តែពួកគាត់តែងតែនិយាយថាវាជាការពិតអញ្ចឹងការវិភាគរបស់ខ្ញុំគឺវិភាគទៅលើថ្ងៃខែឆ្នាំកណាត់និងម៉ោងកើតជាទូទៅគឺរួចរាល់ហើយវីដេអូទី2ចាហើយវីដេអូនេះគឺជាវីដេអូដែលខ្ញុំវិភាគតែឆ្នាំទេចាវីដេអូមុននោះគឺខ្ញុំវិភាគចាឆ្នាំឆុងធាតុឆុងប្រចាំខែហើយបន្ទាប់មកតួខ្លួនទាំង10ដែលសំដៅទៅលើថ្ងៃកើតតែម្ដងហើយនឹងអ្នកដែលមានតួខ្លួនណាដោយសារគាត់ដឹងថ្ងៃខែឆ្នាំកណាត់នឹងម៉ោងកើតអញ្ចឹងគាត់ដឹងថាតួខ្លួនគាត់ជាអ្វីហើយអញ្ចឹងវាប្រៀបធៀបជាមួយនឹងធាតុនីមួយៗចូលមកខែនីមួយវាទៅជាយ៉ាងណាបន្ទាប់មកទៀតគឺខ្ញុំជូនមួយវីដេអូទៀតគឺផ្ទះបងប្អូនទាំងអស់គ្នាតើមានផ្កាយមិនល្អតារាសាស្ត្រមិនល្អចូលឬមួយក៏យ៉ាងណាទេហើយយើងគួរតែធ្វើបែបណាអញ្ចឹងកាលណាតារាសាស្ត្រមិនល្អចូលមកយើងអត់ចាំបាច់ធ្វើអីទេយើងកុំប៉ះកុំពាល់វាទៅបានហើយប្រៀបដូចថាខ្ញុំមកធ្វើឲ្យបងប្អូនក៏មិនគួរមកធ្វើអីខ្ញុំតែបើបងប្អូនមកធ្វើអីខ្ញុំមុនខ្ញុំប្រកាសជាតបតទៅវិញអាហ្នឹងគឺបែបហ្នឹងតាំងពីដើមខ្ញុំនិយាយ3-4ឆ្នាំហើយចាហើយបន្ទាប់មកតារាសាស្ត្រល្អយើងអង្គុយនៅកន្លែងហ្នឹងយើងនិយាយយើងសិក្សាស្រាវជ្រាវតំណែងកិច្ចការងារអង្គុយបែរមុខទៅទិសហេងអត់មានបែរខ្នងទៅទិសហេងទេណាបងប្អូនអញ្ចឹងកាលណាយើងបែរខ្នងទៅទិសហេងប្រៀបដូចជាខ្ញុំឲ្យលុយបងប្អូនយកខ្នងបែរខ្នងអញ្ចឹងហើយចឹងបងប្អូនយកមិនបានបើខ្ញុំឲ្យលុយបងប្អូនអត់បែរមុខអត់យកដៃមកយកលុយផងហ្នឹងបែរជាបែរខ្នងមកយកលុយវិញហ្នឹងអញ្ចឹងយកអត់បានទេអញ្ចឹងបងប្អូនត្រូវបែរមុខទៅទិសហេងចាបានអាចយកលុយបានអញ្ចឹងយើងមិនឲ្យខាតពេលវេលាយូរទេខ្ញុំមកវិភាគចាសម្រាប់បងប្អូនដែលកើតឆ្នាំជូតចាបងប្អូនដែលកើតឆ្នាំជូតនៅក្នុងខែមុមេនេះបងប្អូនប្រយ័ត្នគេនិយាយដើមចាយើងមានជូតណាចាយើងឆ្នាំជូតអញ្ចឹងមិនថាយាយតាបងប្អូននៅប្រទេសណាហើយគាត់អាយុប្រមាណទេអញ្ចឹងបើសិនជាយើងកើតឆ្នាំជូតគឺយើងនឹងអាចថាមានគេនិយាយដើមយើងចាបតកិច្ចឋានៈមុខមាត់គេឈ្មោះគេរយួរហើយអ្នកដែលនិយាយហ្នឹងគឺអាចថាជាមេរបស់យើងអញ្ចឹងណាចាជាមេរបស់យើងហើយនឹងគឺជាមិត្តភ័ក្តិរបស់យើងនឹងឯងដែលនិយាយយើងពីនេះពីនោះអញ្ចឹងណានៅក្នុងខែមួយម៉ែហ្នឹងប៉ុន្តែយ៉ាងណាក៏យើងនៅតែមានភាពរលូននៅរឿងលុយកាក់ចាហើយក៏យើងមានភាពរីករាយនៅក្នុងខែ7នេះផងដែរសម្រាប់បងប្អូនដែលកើតឆ្នាំជូតអាការនិយាយដើមហ្នឹងណាបងប្អូនយើងធម្មតាយើងគាត់តែដឹងថាមិនបានម្នាក់ហ្នឹងចូលចិត្តនិយាយពីម្នាក់នោះប៉ុន្តែធៀបពិតទៅជូតហើយនឹងមួយម៉ែហ្នឹងគឺការគេថាកាត់ឆុងចំពោះរឿងផ្សេងមួយមានន័យថាឆ្លើយឆុងមួយម៉ែយកជូតហ្នឹងទៅកាត់ឆុងមួយម៉ែឆុងនឹងឆ្លើយយកមួយមីមកកាត់ឆុងអញ្ចឹងវាធ្វើឲ្យជូតនឹងឆ្លើយនឹងជាមិត្តភក្តិគ្នាហើយបន្ទាប់មកជូតកាលណាវាត្រូវជាមួយនឹងឆ្លើយប្រកាសជាវាមិនត្រូវជាមួយនឹងមួយម៉ែទេហើយគេហៅថាឆុងហើយឆុងការប្រកាច់ប្រខូចលាបពណ៌ចាប្រឌិតរឿងឬមកក៏តម្លាក់កំហុសឲ្យហើយមានការនិយាយដើមគ្នាទៅវិញទៅមកអញ្ចឹងទៅចាបើសិនជាបងប្អូនមានជូតនៅក្នុងខែវិញអញ្ចឹងនៅកន្លែងការងារបងប្អូនណាគេលាបពណ៌គេចាក់ឆ្កៀលទៅមេអញ្ចឹងទៅថាម្នាក់នេះអញ្ចេះមួយអញ្ចេះពីរអញ្ចឹងណាអញ្ចឹងយើងចាំតែទទួលរងសម្ពាធទេអញ្ចឹងណាជូតណាចាអញ្ចឹងគឺយ៉ាងណាក៏យើងនៅតែមានភាពរីករាយក៏នៅតែមានលុយកាក់ចូលមកហើយក៏នៅតែមានតំណែងល្អចូលមកប៉ុន្តែយើងក៏ប្រយ័ត្នចំពោះមិត្តភ័ក្តិផងដែរនៅក្នុងខែ7នេះជូតចាអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំឆ្លូវចាសម្រាប់បងប្អូនដែលកើតឆ្នាំឆ្លូវបានគាត់ថាមានបញ្ហាខ្លាំងមែនទែនបងប្អូនដែលកើតឆ្នាំឆ្លូវ
តែបើសិនជាគាត់បងប្អូនដែលកើតឆ្នាំឆ្លូវបើសិនជាបងប្អូនយើងតែងតែសង្កេតមើលណាឲ្យតែឆ្នាំមួយម៉ែឆ្នាំចឆ្នាំរោងចូលមកឲ្យតែរបៀបដូចថាខែ4ខែ7ខែ1ខែ10អីចូលមកបងប្អូនហេងមានន័យថានៅក្នុងខែ7នេះបងប្អូនក៏ហេងដូចគ្នាដែរយើងជាមួយនឹងយើងដឹងថាឆ្លូវចង់ជាមួយមួយម៉ែប៉ុន្តែបើសិនជាយើងត្រូវធាតុដីយើងបាយជាហេងវិញយើងលក់ដីបានយើងលក់ផ្ទះបានយើងមានលុយកាក់យើងមានការផ្លាស់ប្ដូរទីលំនៅយើងទិញផ្ទះបានអីអញ្ចឹងទៅចាប៉ុន្តែជាធម្មតាឆ្លូវហើយនឹងមួយម៉ែហ្នឹងគឺវាឆុងគ្នាហើយគឺឆុងស្លាប់រស់វាអាចថាយើងមានបញ្ហាហើយបានយើងអាចមានការហេងនៅពេលក្រោយចានៅក្នុងខែ7នេះធ្វើត្បិតតែឆ្លូវឆុងមែនប៉ុន្តែឆុងបានលុយបានកាក់ដែរណាឆុងបានលុយបានកាក់បានឋានៈមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសបានជំនួយជួយឧបត្ថម្ភមានមិត្តភ័ក្តិចាល្អចូលមកដូចគ្នាដែរប៉ុន្តែយើងប្រយ័ត្នប្រយែងទៅឆ្លូវចាដោយសារយើងផ្កាយលេខ9ចូលទៅក្នុងទិសឆ្លូវរបស់យើងនឹងទិសខាលយើងទទួលបានឋានៈមុខមាត់កេរ្តិ៍ឈ្មោះកិត្តិយសមែនក៏ប៉ុន្តែយើងក៏អាចប៉ះដែរសុខភាពតាក់ទងទៅលើកាពះពោះវៀនសម្ពាធឈាមឬមួយក៏យើងអាចមានបញ្ហាជាមួយនឹងកូនប្រុសចាកូនប្រុសពៅរបស់យើងឬមួយក៏មានបញ្ហាជាមួយនឹងមនុស្សស្រីវ័យកណ្ដាលអញ្ចឹងណាចាអញ្ចឹងយើងដោយសារឆ្លូវហើយនឹងមួយម៉ែវាធាតុដីដូចគ្នាអញ្ចឹងវាអាចថាតាក់ទងជាមួយនឹងមិត្តភ័ក្តិតំណែងកន្លែងណាក៏ដោយឲ្យតែបងប្អូនមានសុខភាពបងប្អូនបង្កើតបងប្អូនជីដូនមួយមិត្តភ័ក្តិកន្លែងការងារគ្រូបាអាចារ្យកន្លែងសិក្សាស្រាវជ្រាវយើងសង្កេតមើលឲ្យបានច្បាស់លាស់ទៅថាយ៉ាងណាដែរតំណែងកន្លងមកហ្នឹងរឿងលុយកាក់រឿងឋានៈមុខមាត់រឿងជំនួយជួយឧបត្ថម្ភរឿងការនិយាយស្ដីជាមួយគ្នាទៅវិញទៅមកអញ្ចឹងសរុបមកគឺឆ្លូវឆុងចាឆ្លូវឆុងខ្លាំងប៉ុន្តែក៏មានលៀបដែរចាឆុងជាមួយនឹងមួយម៉ែហ្នឹងមានការផ្លាស់ប្ដូរមានភាពរញ៉េរញ៉ៃច្រើនប៉ុន្តែក៏មានលុយចូលមកចាហើយក៏អាចតែប៉ះពាល់សុខភាពផ្នែកកាពះពោះវៀនផងដែរចាអញ្ចឹងជូនពរឲ្យឆ្លូវមានការសុខសប្បាយសំណាងល្អនៅក្នុងខែកក្កដាព្រោះព្រួញបាញ់មកចំឆ្លូវនៅក្នុងខែ7នេះគឺធ្ងន់ធ្ងរខ្លាំងចាអញ្ចឹងសូមឲ្យសុខសប្បាយសំណាងល្អចាមានព្រះទេវតាតាមថែរក្សាអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំខាលចាសម្រាប់បងប្អូនដែលកើតឆ្នាំខាលក៏ដូចនឹងបងប្អូនដែលកើតឆ្នាំឆ្លូវដូចគ្នាព្រោះខាលនិងឆ្លូវនៅជិតគ្នាចាគាត់តែថាខាលវាអត់ត្រូវជាមួយនឹងវោកចាវាអត់តាក់ទងជាមួយនឹងមួយម៉ែទេអញ្ចឹងមួយម៉ែអត់មានមកឆុងខ្លាទេចាអត់មានឆុងខ្លាទេគាត់ថាខ្លាគឺមានផ្កាយលេខ9ចូលទៅដល់ហ្នឹងហើយផ្កាយលេខ9ហ្នឹងវាទៅបំផ្ទុះផ្កាយលេខ5នៅក្នុងមានន័យថាឥឡូវហ្នឹងខ្ញុំឆ្នាំខាលហើយជាធម្មតានៅក្នុងឆ្នាំហ្នឹងណាគឺមានផ្កាយលេខ5តាមជាប់ខ្ញុំហ្មងអញ្ចឹងដល់ពេលលេខ9ចូលមកវាជួយឲ្យផ្កាយលេខ5ហ្នឹងឲ្យសន្ធោសន្ធៅឲ្យវាថាដីហ្នឹងឡើងក្តៅហើយឡើងក្តាំងអញ្ចឹងវាធ្វើឲ្យខ្ញុំនឹងមានបញ្ហាកាពះពោះវៀនដែរអញ្ចឹងខ្លាក៏មានបញ្ហាដែរប៉ុន្តែយ៉ាងណាក៏ខ្លានៅទទួលបានលុយកាក់ចាមិត្តភ័ក្តិឬមួយក៏អ្នកដែលថាយករបៀបដូចថាជំនួយជួយឧបត្ថម្ភមកចាបានជំនួយជួយឧបត្ថម្ភពីមនុស្សជុំវិញខ្លួនចាគឺបានជំនួយឧបត្ថម្ភពីមនុស្សស្រីវ័យចំណាស់ជាងខ្លួនឬមួយក៏មនុស្សដែលវ័យចំណាស់ជាងយើងមិនថាស្រីមិនថាប្រុសទេហើយយើងក៏មានមិត្តភ័ក្តិថ្មីចូលមកយើងក៏មានលុយកាក់ចាល្អប្រសើរសម្រាប់យើងដែរខាលមិនជាបញ្ហាទេចាអញ្ចឹងសូមឲ្យខាសុខសប្បាយសំណាងល្អដូចគ្នាដែរចាអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំថោះចាសម្រាប់បងប្អូនដែលកើតឆ្នាំថោះគេហេងខ្លាំងនៅក្នុងខែ7នេះចាគឺគេមានមួយម៉ែហ្នឹងគឺជាមិត្តភ័ក្តិដ៏ល្អរបស់គេត្រូវដងត្រូវផ្លែចាគេរីករាយចាក៏គេមានជំនួយជួយឧបត្ថម្ភក៏គេមានលុយក៏គេមានសមត្ថភាពក្នុងការបញ្ចេញអញ្ចឹងថោះអត់មានអីត្រូវព្រួយបារម្ភទេប៉ុន្តែថោះត្រូវប្រយ័ត្នសុខភាពផ្នែកការវះកាត់ចាផ្នែកការវះកាត់អាចថាវះកាត់ម្ដុំបាតជើងម្ដុំជើងឬមួយក៏វះកាត់ថ្លើមឬមួយក៏មានការឈឺជើងអញ្ចឹងណាតែបើថាឲ្យមានបញ្ហាធំៗអត់មានទេដោយសារប្រចាំឆ្នាំគឺតារាសាស្ត្រលេខ9នៅហ្នឹងគឺថោះទោះតែឆុងយ៉ាងណាក៏នៅតែល្អដែរហើយតារាសាស្ត្រលេខ4ចូលនៅក្នុងទិសថោះចាវាបង្កើតទៅជាធាតុដែកដ៏រឹងមាំមួយអញ្ចឹងគ្រាន់តែថាយើងប្រយ័ត្នដើរតាណាតាណីកុំឲ្យបុកដែកបុកអីរបួសជើងឬមួយក៏ទៅវះកាត់អីយើងប្រយ័ត្នប្រយែងទៅណាខ្លាចថាមានបញ្ហាដូចថាគេចូលបញ្ចូលយកអីមិនចេញពីខ្លួនយើងអស់ឬមួយក៏គេផ្លិចបញ្ចូលផ្លិចអីនៅក្នុង
ពោះក្នុងការវះកាត់របស់យើងហ្នឹងណាចាអញ្ចឹងសូមឲ្យថោះសុខសប្បាយថោះមានអ្នកជំនួយជួយឧបត្ថម្ភថោះអាចមានវត្ថុស័ក្តិសិទ្ធិតាមការពារថែរក្សាចាថោះអាចជួបមិត្តភ័ក្តិថ្មីមិនថានៅកន្លែងណាទេគឺល្អប្រសើរមែនតើអញ្ចឹងហើយថោះបានលុយធំធ្លាក់ដូចធ្លាក់ពីលើមេឃអញ្ចឹងហើយថោះមានភាពរីករាយខ្លាំងចាអញ្ចឹងយើងចំណាំមើលតើវាអាចថាល្អប្រសើរអញ្ចឹងអត់ដោយសារអីគឺខ្ញុំវិភាគទៅតាមឆ្នាំទេក៏សូមឲ្យបងប្អូនទាំងអស់គ្នាដូចជាស័ក្តិសិទ្ធិអញ្ចឹងឲ្យបងប្អូនស្ដាប់ទៅហើយមានផលស័ក្តិសិទ្ធិអញ្ចឹងណាចាអញ្ចឹងយើងចូលទៅដល់បងប្អូនដែលកើតឆ្នាំរោងចាបងប្អូនដែលកើតឆ្នាំរោងនៅក្នុងខែមួយម៉ែនេះអញ្ចឹងបងប្អូនចំណាំមើលតើខែ10ចាខែ1ខែ7ខែ4បងប្អូនហេងអត់បើសិនជាបងប្អូនហេងនៅក្នុងខែ7នេះគឺបងប្អូនហេងខ្លាំងចាបងប្អូនទទួលបានលុយលៀបសក្ការៈទទួលបានឋានៈមុខមាត់គេឈ្មោះកិត្តិយសទទួលបានការផ្លាស់ប្ដូរទីលំនៅផ្ទះសម្បែងចាហើយក៏មានជំនួយជួយឧបត្ថម្ភមកផងដែរគាត់ថាអ្នកជំនួយជួយឧបត្ថម្ភចាមិនសូវចេញមុខទេហើយមិត្តឋានៈមុខមាត់គេឈ្មោះកិត្តិយសតើតែយើងនឹងខិតខំប្រឹងប្រែងតាំងពីដើមឆ្នាំមកទើបអាចថាយើងអាចឡើងតំណែងចាហើយមិត្តភ័ក្តិរបស់យើងហ្នឹងបើសិនជាយើងគិតថាគេមិនល្អក៏គេនៅតែមិនល្អដែរតែបើយើងមានមិត្តភ័ក្តិល្អយើងប្រកាសទៅជួបមិត្តភ័ក្តិល្អនៅក្នុងខែ7ហ្នឹងហើយយើងទទួលបានលុយកាក់មកពីការរកស៊ីមិនមែនលុយកាក់មកពីការធ្វើការណាយើងបានលុយកាក់មកពីការរកស៊ីសុំទោសយើងបានលុយកាក់មកពីការធ្វើការអត់បានលុយកាក់មកពីការរកស៊ីទេអញ្ចឹងបើយើងបំពេញការងារនៅក្នុងសហគ្រាសរោងចក្រចាផ្សេងកន្លែងណាក៏ដោយការលក់ដូរក៏ចាត់ទុកថាការធ្វើការដែរអញ្ចឹងក៏ទទួលបានលុយកាក់ធំដែរអញ្ចឹងរោងអត់មានបញ្ហាអីទេគ្រាន់តែថារោងហ្នឹងគឺប្រយ័ត្នដែរដោយសាររោងហើយនឹងម្សាញ់ណាវានៅក្បែរគ្នាហើយដីលេខ5ចូលទៅដល់រោងដែរអញ្ចឹងដីលេខ5ទៅសួរស្ដីរោងអញ្ចឹងរោងត្រូវថែសុខភាពឲ្យបានល្អអាចតមរោងអាចតមញ៉ាំពពុះបន្លែផ្លែឈើដែលពណ៌លឿងណាចាអញ្ចឹងយើងចូលទៅដល់ម្សាញ់បន្តទៀតអញ្ចឹងសម្រាប់ម្សាញ់នៅក្នុងខែមួយម៉ែនេះវាអត់តាក់ទងអីជាមួយនឹងមួយម៉ែត្រូវឆុងគ្នាទេក៏ប៉ុន្តែម្សាញ់ហ្នឹងគឺមានដីលេខ5ចូលទៅដល់ទិសរបស់គាត់អញ្ចឹងម្សាញ់ក៏ប្រយ័ត្នប្រយែងសុខភាពផងដែរហើយប្រយ័ត្ន stress ប្រយ័ត្នមួម៉ៅចាហើយម្សាញ់នឹងទទួលបានឋានៈមុខមាត់គេឈ្មោះកិត្តិយសជាចាំបាច់ចាម្សាញ់នឹងមួយម៉ែវានៅពពួកធាតុភ្លើងដូចគ្នាអញ្ចឹងតែម្សាញ់មានធាតុទឹកមកសំទោសមួយម៉ែមានធាតុទឹកមកអញ្ចឹងម្សាញ់អាចឡើងឋានៈមុខមាត់គេឈ្មោះកិត្តិយសបានមនុស្សស្រីអាចបានប្តីអញ្ចឹងទៅហើយម្សាញ់ហ្នឹងក៏មានការហត់នឿយក្នុងការធ្វើការងារផ្សេងចាមានការចំណាយច្រើនឬមួយក៏តែនៅតែមានអ្នកជួយចាគ្រាន់តែថាហត់នឿយអាចថាមានការឈឺស្កាត់ផ្នែកកាពះពោះវៀនអីអញ្ចឹងទៅប៉ុន្តែនៅតែទទួលបានឋានៈមុខមាត់គេឈ្មោះកិត្តិយសហើយអត់មានឱកាសមានលុយទេអញ្ចឹងតែឱកាសមានអ្នកជំនួយជួយឧបត្ថម្ភទៅដល់យើងស្វែងរកមានន័យថាយើងទៅរកគេដើម្បីពឹងពាក់គេអីអញ្ចឹងបានតែបើនៅសុកឲ្យយើងមានហ្មងគឺអត់ទេណាមិនសាញ់ណាហើយប្រយ័ត្នសុខភាពផងមិនសាញ់ហើយចំណែកបងប្អូនដែលកើតឆ្នាំមមីគេល្អប្រសើរចាបងប្អូនដែលកើតឆ្នាំមមីគឺល្អប្រសើរមែនតើនៅក្នុងខែ7នេះដោយសារមមីនិងម៉ែគឺជាគូនឹងគ្នាគឺជាមិត្តភ័ក្តិនឹងគ្នាគេចេះជួយគ្នាណាចានៅក្នុងខែ7នេះមមីគឺគេអាចថាកំបាញជាមួយនឹងកំបាញហ្នឹងមានន័យថាស្រស់ស្រួយជាមួយមនុស្សជុំវិញចិត្តខាងហ្នឹងអាចតំណតំណងមិត្តភ័ក្តិបងប្អូនបានអាចរាប់គ្នាបានណាហើយយើងទៅណាមកណាអាចថាយកមកមីនេះទៅតាមយើងល្អប្រសើរមែនតើដោយសារបើសិនជាអ្នកណាគេចង់វាយយើងឧទាហរណ៍ថាយើងយកអ្នកដែលមានអំណាចទៅជាមួយគឺគេអត់ហ៊ានវាយយើងទេដូចឧទាហរណ៍ថាឆ្លើយអញ្ចឹងយើងទៅណាយើងយកមកមីទៅតាមក៏បានដែរដើម្បីកុំឲ្យម៉ែហ្នឹងវាវាយយើងកាលណាឃើញម៉មីហ្នឹងគឺម៉ែហ្នឹងអត់វាយទេដោយសារយល់ម៉មីនេះអញ្ចឹងបើនិយាយពីធាតុវិញកាលណាឲ្យតែមានធាតុភ្លើងនៅក្បែរដែលជារូបសេះនេះអញ្ចឹងម៉ែគឺអត់សូវទៅធ្វើអីចំពោះឆ្លើយទេចាគឺល្អប្រសើរមែនតើអញ្ចឹងណាហើយម៉មីនេះគឺគេទទួលបានឋានៈមុខមាត់គេឈ្មោះកិត្តិយសឬមួយក៏អាចថាឈឺធ្ងន់ដែរចាម៉មីអាចប្រយ័ត្នថាឈឺធ្ងន់ណាចាហើយក៏ទទួលបានជំនួយជួយឧបត្ថម្ភចាហើយក៏មានការចំណាយចាស់វាច្រើនដូចគ្នាម៉មីតែឲ្យតែមានបញ្ហាអីអត់ទេប៉ុន្តែប្រយ័ត្នឈឺដោយសារផ្កាយលេខ1ចូលទៅដល់ក្នុងទិសម៉មីរបស់យើងចាអញ្ចឹងហើយនៅក្នុងខែមួយម៉ែចូលមកគឺមានធាតុទឹកចូលមកទៀតអញ្ចឹងវាត្រួតអញ្ចឹងបងប្អូនអាចថាបងមនុស្សស្រីអាចត្រូវគេចាប់បង្ខំអីអញ្ចឹងទៅណាចាចាប់បង្ខំ
របៀបដូចថាសុភ័ណ្ឌភាពស្នេហាដែលកាចអីអញ្ចឹងទៅចាហើយសម្រាប់អីផ្សេងទៀតគឺអត់មានធាតុលុយចូលមកទេមកមីអាចតែមានធាតុចំណាយច្រើនមានការរកសភាពពីឋានៈមុខមាត់គេឈ្មោះឬមួយក៏មានជំងឺឬមួយក៏អាចថាមានគេជួយខ្លះដែរហើយចំណែកបងប្អូនដែលកើតឆ្នាំមួយម៉ែគេសប្បាយចិត្តដល់ខែគេនេះណាចាមួយម៉ែនឹងអាចទទួលបានមិត្តភ័ក្តិថ្មីហើយមួយម៉ែក៏អាចមានលុយមានកាក់មួយម៉ែក៏អាចឡើងឋានៈមុខមាត់គេឈ្មោះគេទៅយសមួយម៉ែក៏អាចថាមានជំនួយជួយឧបត្ថម្ភទៅដល់គេផងដែរចាអញ្ចឹងមួយម៉ែក៏ប្រយ័ត្នឈឺដូចគ្នាចាមូលហេតុអីបានប្រយ័ត្នឈឺដោយសារជន់នោះជន់ខែដូចជាជន់ឆ្នាំដូចគ្នាហើយមានផ្កាយលេខ3នៅក្នុងទិសមួយម៉ែនឹងទៀតអញ្ចឹងកុំសบายចិត្តកុំដូចថាទៅឆុងឆ្លើយខ្លាំងពេកអញ្ចឹងមួយម៉ែក៏អាចត្រឡប់ធ្វើក្រោយគិតវិញថាប្រយ័ត្នខ្លួនឯងមានចំនួនឆ្លុះតោះតេងមានចោលលួចចោលឆក់ចោលប្លន់ចូលផ្លោះចូលលបងផ្ទះអីអញ្ចឹងក៏មានភាពក្លាហានក្អាយសบายដូចនេះពេកអញ្ចឹងគឺធ្វើឲ្យយើងនឹងមានវិបត្តិសេរីដែរកុំប្រមាទចាអញ្ចឹងថែរក្សាផ្ទះរបស់យើងបិទប្អួចបិទទ្វារចាក់សោឲ្យបានត្រឹមត្រូវអញ្ចឹងណាដើម្បីសុវត្ថិភាពចាយើងអត់មានធាតុលុយចូលមកមែនតែយើងអាចសំទោសយើងអត់មានធាតុដែលដូចថាយើងបញ្ចេញចូលមកមែនតែយើងមានធាតុលុយចាយើងមានធាតុលុយធាតុឋានៈធាតុអ្នកជំនួយនិងធាតុមិត្តភ័ក្តិចូលមកដែរចំពោះមួយម៉ែអញ្ចឹងបើសិនជាមានធាតុលុយចូលមកយើងក៏ប្រយ័ត្នការចំណាយចាយវាឬមួយក៏បាត់បង់លុយចាឃើញធាតុអំណាចចូលមកអាចថាគេគៀបសង្កត់យើងហើយគេយកលុយពីយើងហើយបើមានធាតុជំនួយចូលមកគេជួយយើងដើម្បីតែប្រយោជន៍ហើយបើធាតុមិត្តភ័ក្តិចូលមកគេរាប់អានយើងដើម្បីតែប្រយោជន៍ដូចគ្នាអញ្ចឹងកាលណាយើងឆុងវាបង្វែរពីមិនល្អចាល្អទៅជាមិនល្អអស់ហើយមិនល្អហ្នឹងនៅចានៅបុកធ្វើទុកបុកម្នេញឈឺចិត្តឈឺថ្លើមក្រំទ្រូងនៅនឹងឯងចាអញ្ចឹងទៅដល់បងប្អូនដែលកើតឆ្នាំវកអញ្ចឹងបងប្អូនដែលកើតឆ្នាំវកគឺគាត់អាចមានបញ្ហាដែរចាក៏អាចមានលុយកាក់ចូលមកគាត់មានការចំណាយចាយវាច្រើនគាត់ក៏មានអ្នកជំនួយជួយឧបត្ថម្ភគាត់ក៏ចាមានឋានៈមានមុខមាត់គេឈ្មោះដូចគ្នាប៉ុន្តែក៏ប្រយ័ត្នដែរការចំណាយចាយវាច្រើនហើយក៏ប្រយ័ត្នក្នុងការដូចថាមានចំនួនឆ្លួតទាស់តែងហើយក៏ប្រយ័ត្នក្នុងការចោលលួចចោលឆក់ចោលប្លន់ដូចគ្នាវកណាចាអញ្ចឹងកុំក្លាហានពេកចាកុំបង្កចំនួនបើសិនជាគេបង្កជាមួយយើងអូខេយើងឈ្នះបាត់ហើយបើសិនជាយើងនៅស្ងៀមហើយគេមកបង្កចំនួនជាមួយយើងកាត់ក្តីគឺដឹងតែយើងឈ្នះមុនហើយតែបើនៅសុកយើងទៅរករឿងគេអាហ្នឹងមានន័យថាយើងចាញ់មុនគេហ្មងអញ្ចឹងអានេះគឺខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធន៍បងប្អូនមួយតាំងពីខ្ញុំដើរនៅក្នុងសង្គមរហូតដល់បច្ចុប្បន្នមិនថាធ្វើការមិនថានៅណាអញ្ចឹងអ្នកដែលនៅក្បែរខ្ញុំគឺគាត់ដឹងហើយខ្ញុំមិនដែរចេះទៅរករឿងគេសូម្បីម្ដងនិយាយមែនណាសូម្បីម្ដងក៏អត់ដែរច្រើនតែគេទេមកប៉ះយើងអាហ្នឹងវាចូលលក្ខណៈមើលទៅលើរាសីហើយចារាសីយើងបែបណាគឺគេតម្លាក់ខ្មោះឲ្យរបៀបដូចថាគេឃើញយើងគ្រាន់តែឃើញសម្ោរបស់យើងក៏គេមានអារម្មណ៍ថាឈឺចិត្តឈឺថ្លើមក្តៅកាហាយដែរចាឲ្យតែមានវត្តមានយើងគឺធ្វើឲ្យគេមានអារម្មណ៍ថាបើមានយើងហ្នឹងគឺដូចថាដូចគេបាត់បង់អីគ្រប់យ៉ាងអញ្ចឹងគេខ្លាចយើងដដើមអញ្ចឹងទៅចាព្យាយាមបង្ខាំងព្យាយាមបង្អាក់ព្យាយាមលុបបំបត្តិឈ្មោះរបស់យើងព្យាយាមបន្លិចយើងអញ្ចឹងណាចាខ្លាចយើងមានមុខមានមាត់មានឋានៈគេឈ្មោះល្អជាងអញ្ចឹងទៅចាអញ្ចឹងសម្រាប់បងប្អូនដែលកើតឆ្នាំរកាអញ្ចឹងបងប្អូនដែលកើតឆ្នាំរកាគឺអាចថាបានមនុស្សស្រីអាចទទួលមានកូនឯចាមិនថាឆ្នាំវកឆ្នាំរកាអាចមានកូនហើយក៏ឆ្នាំរកានេះអាចមានអ្នកជំនួយជួយឧបត្ថម្ភមានលុយកាក់ចូលមកចាហើយក៏អាចថាមានជំងឺឈឺស្កាត់ដូចគ្នាដែរអញ្ចឹងយើងញ៉ាំអីឲ្យប្រយ័ត្នទៅចាសុខភាពយើងអាចចុះខ្សោយថ្មីត្បិតតែយើងមានកម្លាំងធម៌ពលមួយផ្នែកមែនប៉ុន្តែយើងក៏មានការចំណាយចាយវាយើងហត់ចានក្នុងការរលុយរកាក់ដោយសារធាតុលុយចូលមកធម្មតាទាំងគេទាំងយើងអត់ដេកអត់ពួនទេប្រកាសជាខិតខំប្រឹងប្រែងធ្វើការដើម្បីជួយជ្រោងគ្រួសារបងប្អូនម៉ែឪឬមួយក៏សង្គមជាតិអីអញ្ចឹងយើងត្រូវថែសុខភាពព្រោះឲ្យតែធាតុលុយចូលមកហេតុអីបានជាយើងឈឺដោយសារធាតុលុយចូលមកកំណត់បញ្ញារបស់យើងគឺបើកទៅរលុយរកាក់នឹងឯងកាលណារលុយរកាក់យើងអត់បានដេកអត់បានពួនទេអញ្ចឹងបងប្អូនចំណាំតែឮខ្ញុំនិយាយថាមួយថ្ងៃខ្ញុំដេកបាន2ម៉ោង3ម៉ោងអត់បងប្អូនវាជាការពិតអត់មែនកុហកទេអញ្ចឹងធ្វើការ12ម៉ោងហើយបន្ទាប់មកខ្ញុំកាលហ្នឹងខ្ញុំមករៀនជាមួយ Master Nali ហ្នឹងគឺចេញមកគឺអត់បានដេកទេគឺមករៀនរហូតដល់យប់អញ្ចឹងណាម៉ោង8 9គឺខ្ញុំទៅធ្វើការវិញហើយស្អែកឡើងគឺខ្ញុំមករៀនទៀតចាអញ្ចឹងណាបងប្អូន
ចាអញ្ចឹងចំពោះរកាយើងប្រយ័ត្នប្រយែងថែរក្សាសុខភាពព្រោះថាយើងមានធាតុបញ្ចេញយើងក៏មានធាតុជំនួយយើងក៏មានធាតុលុយចូលមកដែរតែយើងកុំធ្វើប្រហែសក្នុងការថែទាំសុខភាពចាសម្រាប់បងប្អូនដែលកើតឆ្នាំចសម្រាប់បងប្អូនដែលកើតឆ្នាំចនៅក្នុងខែនៅក្នុងខែ7នេះប្រយ័ត្នមានការប្តឹងផ្តល់ឡើងតុលាការឬមួយក៏វែកញែករឿងរ៉ាវមិនដាច់ស្រេចចាប្តឹងផ្តល់ឡើងតុលាការហ្នឹងនៅដែលហ្នឹងណាមិនថារឿងក្តីក្តាមដីធ្លីបន្ទុះសារាយគ្នារវាងបងប្អូនម៉ែឪអីណាក៏ដោយអញ្ចឹងបើសិនជាមានការប្តឹងផ្តល់វារញ៉េរញ៉ៃខ្លាំងនៅក្នុងខែ7ហ្នឹងតែយ៉ាងណាក៏នៅតែបានលុយបានលៀបបានសក្ការៈដូចគ្នាដែរគាត់ថាយើងមានបញ្ហាច្រើនឲ្យយើងដោះស្រាយមិនដឹងថាដោះពីណាទៅណាដោះពីណីទៅណីអាចជំងឺពីដើមឡើយគឺស្រាលហើយដល់ទៅពេលខែ7ហ្នឹងបែរជាធ្ងន់ទៅវិញចាហើយដូចរបៀបថាតំណែងជាមួយគូសង្សារស្វាមីបងប្អូនម៉ែឪអីគឺល្អប្រសើរហើយតែដល់ពេលខែ7ចូលមកវាបែរជាប្រេះឆាវិញអញ្ចឹងអ្វីដែលយើងគួរតែជៀសវាងបានគឺការអត់ធ្មត់ព្យាយាមចាដូចខ្ញុំនិយាយអញ្ចឹងគឺយើងនៅតែយើងទៅកាលណាគេមករករឿងយើងឈ្នះមួយបាត់ហើយចាគេមកបកាច់បខូចយើងគឺយើងឈ្នះមួយបាត់ហើយព្រោះដោយសារអីមកពីគេមិនចេះគិតហើយគេជាមនុស្សដែលអត់ដូចនិយាយមួយម៉ាត់ឲ្យចំទៅដូចរៀងភ្លីភ្លើអញ្ចឹងណាចាមករករឿងគេទាំងដែលគេដូចថាយើងដេកគេមកដាស់ហើយយើងខុសទៀតអីអញ្ចឹងទៅចាអញ្ចឹងចគឺអត់មានជាបញ្ហាអីទេនៅទទួលបានលុយកាក់ធម្មតាទេចាប៉ុន្តែក៏ប្រយ័ត្នរបួសស្នាមផ្ទៃមុខឬមួយក៏វះកាត់អីទៅមានបញ្ហាដែរណាចាដោយសារលេខ7ចូលទៅដល់ក្នុងទិសចហើយអញ្ចឹងចវះកាត់អីត្រូវប្រយ័ត្នហូបពេលវេលាអីបានស្រួលបួសទៅអាចមានផ្លែស្នាមអីអញ្ចឹងទៅចាចំពោះកូនបើគឺកលចាដេកអត់ងើបទេគេសប្បាយចិត្តនៅក្នុងខែ7នេះគឺម៉ែគេត្រូវជាមួយនឹងកលចាអញ្ចឹងគឺគេអត់មានភ័យព្រួយគេអាចថាកិច្ចវេះអំពីឆុងហ្នឹងមួយខែបានពេញចាអញ្ចឹងទៅណាមកណាគឺគេសប្បាយចិត្តដែរព្រោះខ្លាគេនៅក្នុងខែ7នេះគឺមិត្តភ័ក្តិគេហើយគេសបោមិត្តភ័ក្តិចាគេមានមិត្តភ័ក្តិច្រើនហើយក៏គេអាចថាមានមុខមានមាត់នៅក្នុងសង្គមហើយក៏គេអាចថាមានលុយដែរគេចេញក្រៅដើរហើរទៅណាមកណាហ្នឹងគឺបានលុយដោយការធ្វើការអញ្ចឹងណាកលបានលុយដោយការធ្វើការហើយក៏ទទួលបានមិត្តភ័ក្តិថ្មីស្រីអាចតជួបមិត្តភ័ក្តិប្រុសអាចថាជួបមិត្តភ័ក្តិស្រីហើយមនុស្សស្រីក៏អាចថាមានគូដែរចានៅក្នុងខែ7នេះចំពោះកលណាចាអញ្ចឹងកលគេសប្បាយរីករាយគេព្រោះគេត្រូវជាមួយថោះគេត្រូវជាមួយម៉ែអញ្ចឹងខែនេះគឺខែមិត្តភ័ក្តិរបស់គេអញ្ចឹងគេដើរលេងមកអស់ដែរគេសប្បាយមកអស់ដែរដោយសារគេមានខ្នងបង្អែកអញ្ចឹងម្សាញ់ទុកម្លាយសិនគេអត់បានខ្វល់ទេអញ្ចឹងក៏អត់ជាបញ្ហាទេចាតែត្រូវឧស្សាហ៍ព្យាយាមដែរក៏នៅក្នុងខែក្រោយបើសិនជាយើងមិនឧស្សាហ៍ព្យាយាមទេយើងទទួលបានលុយកាក់ 100% ទៅចែកឲ្យគេ 50% ហើយដោយសារខែក្រោយហ្នឹងគឺមានធាតុទឹកចូលមកហើយក៏ធាតុទឹកដូចគ្នាដែរកាលណាយើងរលុយគឺមានអ្នកប្រកួតប្រជែងយើងឯងអញ្ចឹងយើងផ្សិតស្វែងក្នុងការរលុយឲ្យបានលឿនចាអញ្ចឹងការគិតការពិចារណាឲ្យបានលឿនតិចទៅយើងនឹងទទួលបានលុយកាក់ហ្នឹងរៀងច្រើនជាងគេដោយសារយើងមានការប្រកួតប្រជែងអញ្ចឹងដោយសារយើងកំបាញ់ទៅវាចូលទៅក្នុងធាតុមិត្តភ័ក្តិអញ្ចឹងយើងប្រកាសជាជួបមនុស្សច្រើនមិនដឹងថាជួបនៅណាកន្លែងការងារកន្លែងការសិក្សានៅណានៅហើយទេអញ្ចឹងជួបមនុស្សច្រើនមែនតើអញ្ចឹងមនុស្សច្រើនហ្នឹងក៏អាចថាធ្វើឲ្យយើងហ្នឹងខាត់បងលុយកាក់ដែរយើងចំណាយចាយវាដើរហើញ៉ាំគេងហូបចុកអញ្ចឹងណាចំណាយចាយវាច្រើនហើយអាចមានជំងឺឈឺស្កាត់អីអញ្ចឹងទៀតចាអញ្ចឹងចំពោះឆ្នាំទាំង12ខ្ញុំបានបកស្រាយមកដល់ទីបញ្ចប់ហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនសប្បាយចិត្តពេញចិត្តហើយក៏សូមអនុគ្រោះខន្តីអភ័យទោសរកកំហុសខុសឆ្គងដែលអាចចេតនាប្រការណាមួយចាដោយសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចេះជាងអញ្ចឹងគឺគាត់មើលទៅថានិយាយមិនការឬមកអីអញ្ចឹងណាចាតែខ្ញុំចង់ចែករំលែកដល់បងប្អូនមួយថាមាត់របស់យើងគួរតែនិយាយអីល្អចំពោះរបស់យើងគួរតែស្រង់ក្លិនអីក្អូបតិចរបស់យើងគួរតែស្ដាប់អីព្រោះចាភ្នែករបស់យើងគួរតែមើលអីល្អបើគេមិនធ្វើអីយើងក៏កុំធ្វើអីគេចាបើសិនជាមិនពេញចិត្តខ្ញុំក្តីមិនពេញចិត្តអ្នកណាក៏ដោយកន្លែងប្លុកមានច្រើនចាកន្លែងចុច unfollow មានច្រើនកន្លែងខ្វែងចោលនោះគឺមានច្រើនណាយើងកុំទៅចងកម្មពៀជាមួយគ្នាអីយើងកើតមកមិនបានក៏ទៅវិញហើយរលាយខ្សលដូចអំបិលត្រូវទឹកអញ្ចឹងអត់មានអីត្រូវសេះសល់នៅក្នុងโลกហ្នឹងទៀតទេអ្វីដែលបន្សល់បានគឺដូចខ្ញុំធ្វើវីដេអូនេះគឺបន្សល់ដល់ក្មេងៗចំនួនក្រោយជារៀងរហូតព្រោះ YouTube ហ្នឹងអត់បានលុបទៅណាទេប្រព័ន្ធអ៊ីនធឺណិតហ្នឹងគឺវានៅហ្នឹងអញ្ចឹងនេះគឺជាអ្វីមួយដែលសាងសេចក្តីល្អឲ្យខ្លួនឯងគេហៅថាសាងកុសលដែលមិនដឹងខ្លួនណាគេថាធម្មទានឈ្នះអទានទាំងពួងហើយបើយើងឃើញគេកំពុងតែសាងកុសលយើងមាក់ងាយយើង
ប្រមាថយើងមើលងាយអញ្ចឹងវាធ្លាក់នរកតែខ្លួនយើងទេអញ្ចឹងខ្ញុំក៏ដូចគ្នាដែរមិនមែនខ្ញុំចិត្តព្រះឃើញអ្នកណាខ្ញុំសប្បាយចិត្តមើលឃើញអ្នកណាដែលខ្ញុំមិនពេញចិត្តគឺខ្ញុំចុចខ្វែងចោលអត់មានទៅខមមិនឲ្យគេក្តៅកាហាយអីទេចាហើយយើងត្រូវចាំថានៅក្នុងសង្គមនេះមិនមែនមានតែយើងម្នាក់ទេចាយើងមិនមែនមានតែយើងម្នាក់ទេគឺមានម៉ែឪបងប្អូនកូនប្រពន្ធសាច់ញាតិគ្រូបាអាចារ្យមិត្តភ័ក្តិយើងកាលណាយើងមិនល្អម្នាក់អ្នកដតីនោះគេរងសម្ពាធគេអាម៉ាស់ចំពោះយើងខ្លាំងអញ្ចឹងយើងគួរតែគិតចំណុចហ្នឹងហើយត្រូវមានភាពជាទីគោរពចំពោះមនុស្សជុំវិញខ្លួនមិនថាមនុស្សនឹងសត្វទេចាមនុស្សសត្វព្រះទេវតាអីណាក៏ដោយយើងគួរតែមានការគោរពចំពោះការរស់នៅរបស់យើងអញ្ចឹងណាព្រោះអ្នកណាក៏គេមានតម្លៃរបស់គេដែរបើយើងមិនពេញចិត្តគ្រាន់តែយើងចុចរំលងទៅគឺបានហើយចាអញ្ចឹងគឺខ្ញុំសូមបញ្ចប់ត្រឹមនេះចាអរគុណជម្រាបលា